នេះត្រូវដាក់ចំជាមួយនឹងកន្លែងនេះណា VC ពេលដែលដាច់អាលាត់ VC ដែកធ្វើឲ្យរបស់យើងវារត់បែបនេះណារៀបក្របរលើក្រប clean ឲ្យបានតាមស្តង់ដារគឺបងប្អូនត្រូវដាក់ក្របអាឡូរបស់យើងណាយកអាខាងកស៊ូនេះមានខាងកស៊ូនេះបាទដាក់មកខាងក្រោយបែរមកខាងក្រោយដោយសារខាងនេះវាជាប្រភេទអត់មានកស៊ូទ្របចឹងវាអាចដៃប៉ះទង្គិចគ្នាធ្វើឲ្យស្នាមឬក៏ធ្វើឲ្យស៊ីចង្អូននេះលឿនលន់សលេងទៀតណាចឹងការដាក់យើងរៀបចឹងមកយកខាងអាកស៊ូទ្របខាងនេះយើងដាក់ខាងក្រោយមកបែរខាងក្រោយគ្រប់ក្របមកបាទនេះអូខេចឹងទាំងអស់មកណានេះបាទទាំងអស់មកបាទដើម្បីការពារកុំឲ្យវាលន់សលេងហើយនឹងការពារកុំឲ្យវាស៊ីពេលដែលវាដាច់អាលាត់វាស៊ីដែកស៊ីចង្អូរបស់យើងបាទទាំង6គ្រាប់ណាអូខេនេះបាទតែបែកនៅខាងក្រោយព្រោះអីដល់ពេលយើងដាក់បែបនេះដល់ពេលដែលប្រឡងយើងវិលម៉ាស៊ីនកន្ទែយើងវិលវាធ្វើឲ្យរបស់យើងវារត់បែបនេះណាអញ្ចឹងជាងចង្អូរបស់យើងខាងនេះវានឹងបោកជាមួយកតុយបាទក្របអាឡូយើងដែលយើងធ្វើការពារខាងនេះបាទអូខេកុំឲ្យវាលឺស្នាមឬកុំឲ្យវាស៊ីចាញ់ចង្អូបាទតោះឥឡូវដាក់ចានគម្របមកហើយមួយទៀតចង់បញ្ជាក់ប្រាប់ថានៅក្របរបស់យើងបាទនៅក្របរបស់យើងនេះវាមានទាំងអស់6គ្រាប់អញ្ចឹងបងប្អូនចង់យកប្រឡោះមួយណាណារវាងពាក់កណ្ដាលគ្រាប់របស់យើងណាគេខាងនេះក៏បានខាងនេះក៏បានឬខាងនេះក៏បានមាន3ប្រឡោះណាដែលមានពកវាគេគឺបានថាយើងយកនៅចំណុចកណ្ដាលរបស់បាទរបស់ក្របឃ្លីរបស់យើងគូសកនោះនេះបាទតោះយើងដាក់ក្របមកយើងគូសក្របយើងគូសចំណាំទុះហើយបាទយើងថាកន្លែងនេះជាកន្លែងចំកណ្ដាលរបស់រវាងចានឃ្លីរបស់យើងនេះកន្លែងមួយដែលមួយដាក់ចំកណ្ដាលវាណាអូខេនេះបាទប៉ងវាដូចគ្នាដែរហេបាទនេះអញ្ចឹងឥឡូវហើយយើងគូសហ្វឺតចំណាំថាអូខេពីកន្លែងនៅចំកណ្ដាលរវាងផ្ដាងក្របអាឡូយើងពីក្របនេះយើងគូសមកហ្វឺតមកចំកន្លែងនេះណាបាទរួចហើយយើងទៅដាក់ជាមួយនឹងកាទៀសរបស់យើងដើម្បីឲ្យចំប៉ងរបស់បាទរបស់វីលកាំងរបស់យើងដែលជាតង់ប៊ីស្តង់នៅចង្វាក់បង្ហាប់ឬប៊ីស្តង់ឡើងផុតណាហើយចង្អូប្រភេទពួក Scoopy គឺនៅកន្លែងនេះណាបាទខុសពីคลิกបើคลิกវានៅខាងចំកណ្ដាលនេះអានេះ Scoopy ណាប្រភេទពួក Scoopy វានៅនេះណាកន្លែងចង្អូតង់របស់នេះយើងហើយសម្រាប់បងដែលចង់ថ្លឹងតង់ដល់មិនចាំដល់ក្របដង្ហើបងប្អូនមកតង់នេះបាននេះតង់នេះតង់សាច់ម៉ាស៊ីនហើយនឹងកន្លែងចង្អូបដូរវាកាំងរបស់យើងនេះកន្លែងអុចមួយនេះបងប្អូនឃើញវាអុចណាវាប្រភេទអុចបាទអញ្ចឹងយើងសេរីអុចនេះឲ្យចំតង់ជាមួយនឹងនេះមកណាសម្រាប់ពួក Scoopy បើคลิกវានៅលើនេះអានេះ Scoopy បាទតោះអូខេបន្ទាប់ពីយើងមកគុំគ្រាប់គុះក្របអស់ហើយយើងដាក់ចូលបែបនេះណាយើងដាក់ចូលដាក់ចូលទៅបាទដាក់ក្របចូលទៅនេះសម្រាប់ពួក Scoopy ណាបាទ Scoopy អូខេរួចហើយយើងពង្វល់កន្លែងដែលយើងគូសកណ្ដុះនេះយើងពង្វល់ឲ្យចំតង់វាណាបាទនេះធ្វើម៉េចឲ្យចំនៅកណ្ដុះដែលយើងតង់នេះណាបាទអានេះដូចគ្នាកន្លែងបដូរវាកាំងយើងបើយើងដាក់ឲ្យចំយើងសេរីទៅណានេះយើងពង្វល់យកអានេះសេរីឲ្យពង្វល់ឲ្យចំមកបាទយើងពង្វល់ឲ្យចំតង់នេះមកបាទអញ្ចឹងឥឡូវគេនេះយើងសេរីចំហើយណាបាទបដូរនេះបាទត្រង់ជាមួយកណ្ដុចដែលខ្ញុំគូសហើយនឹងមកត្រង់ជាមួយនឹងបាទជាមួយនឹងកន្លែងតង់របស់ម៉ាស៊ីនរបស់យើងហើយអូខេហើយបន្ទាប់ពីយើងដាក់ខ្សែពៀនចូលទៅសម្រាប់ចានព្រឹងខាងក្រោយនេះដែរចានព្រឹងខាងក្រោយគឺយើងត្រូវយកអាពោខាងនេះឬខាងនេះក៏បានដែរយើងគូសហ្វឺទៅដើម្បីដាក់ឲ្យចំនៅប្រឡោះដូចគ្នាដែរបាទនេះឧទាហរណ៍បែបនេះណាបាទនេះបែបនេះបានន័យថាឲ្យចំពកនេះមកពកនេះឲ្យចំនេះដូចគ្នាដែរឲ្យចំតង់របស់វាដើម្បីឲ្យចង្វាក់ហៅថា balance ណាឬក៏ហៅថាសមាមាត្ររវាងពេលដែល bistong យើងរត់ស្មើគ្នា bistong ចង្វាក់នៅ bistong ឡើងអញ្ចឹងដល់ពេលដែលក្របអាឡូវានៅចំកណ្ដាលហើយអាក្របនេះវានៅពកវាចុះពេលដែលរត់វារត់ smooth បាន smooth ល្អណាបាទថាវាហៅថា balance យើងហៅថាសមាមាត្រហ្នឹងហើយភាសាបច្ចេកទេហៅថា balance ហើយខ្មែរយើងថាឲ្យវារត់ឲ្យសមាមាត្រគ្នាចង្វាក់ bistong ឡើងផុតណាអញ្ចឹងយើងរៀបចំឲ្យបែបនេះទៅអូខេនេះសម្រាប់ប្រភេទពួក Scoopy ណាបាទបងមើលនេះបងប្អូនសង្កេតមើលអុចនេះត្រូវដាក់ចំជាមួយនឹងកន្លែងនេះណាពេលរៀបចានចូលទៅចានយើងដាក់ចំខ្លាំងឲ្យចំកណ្ដាលរបស់ចានក្របរបស់ឃ្លីរបស់យើងទៅហើយព្រិលនេះយើងដាក់ឲ្យចំពកចឹងទៅហើយជាការស្រេចហើយអូខេបាទនេះជាคลิปចែកលេខបាទតិចឲ្យបងប្អូនជាងម៉ូតូយើងដល់ពេលរៀបនៅប្រភេទពួកចានឃ្លីឲ្យបានតាមស្តង់ដារដែលវិស្វករគេកំណត់មកនៅក្នុងសភៅឬឯកសាររបស់គេដើម្បីឲ្យម៉ូតូយើងរត់ដល់ពេលបង្គុំវាទៅឲ្យវារត់បាន smooth ល្អហៅថាឲ្យវា balance ណាឲ្យវា balance ឬឲ្យវាសមាមាត្រនៃចំណុចរបស់វាបាទអរគុណ